មួយហើយមួយអរគុណមែនតែនហ្មងគ្រាន់តែឃើញវីដេអូចែកប៊ីបងហោះថាចាយធ្វើបល័យល្មៀតហើយមកយកបានមួយគ្រាន់តែប៉ុណ្្នឹងភ្លាមល្ងាចឡើងមកយកអូយយាយមែនអរគុណមែនតែនសម្រាប់ការរងចាំសុខចិត្តអត់ទិញគេបងប្អូនណាហើយគាត់នៅចាំយករបស់យើងហើយម្នាក់យក10កំប៉ុងម្នាក់យកមកឈុតហើយបងអូនស្រីគាត់ធ្លាប់យករបស់ខ្ញុំពីមុនមកឈុតក៏គាត់មកយកមកឈុតទៀតហើយបងប្អូនចាំមើលសម្ដែងប៉ិតពីអតិជនណាមួយគ្រាន់ឃើញប្រហោះមកយកនេះឥឡូវសួរ feedback អត់ថត់មកគេមកបងសួរប៉ិតណាមិនដែរញ៉ាំទៅញ៉ាំបានម្ដងហើយមើលមកកំប៉ុងនៅបងអត់តអស់មកកំប៉ុងនេះញ៉ាំដូចជាចូល4ខែនេះយ៉ាងផ្លែច្រើននេះមកសួរសម្ដីប៉ិតយ៉ាហាសាច់រៀងចាំជាងមុនសាច់ផ្លែកណោះផ្លែកហើយមួយទៀតពេលញ៉ាំហើយងុយគេមកគេលក់ស្រួលព្រោះយើងញ៉ាំមួយទឹកដោះគោក្តៅតាមការណែនាំបងប្រាប់ណោះអូខេយកពីកំប៉ុងចឹងចំណេញបោះយកអីទៀត10កំប៉ុងចេញទៅណាមួយចាំទទួលលេខទូរស័ព្ទចឹងមិនថាអតិថិជនយើងបាន feedback ពិតសម្ដីពិតមិនមែនជាការជួលទេណានេះគឺជាសម្ដីពីអតិថិជនដែលគាត់បានមកប្រើជាមួយនឹងម្សៅក្បាលល្មៀតរបស់យើងហើយបងប្អូនណារបស់ធម្មជាតិណាបងប្អូនញ៉ាំដោយទំនុកចិត្តបងប្អូនឃើញជាក់ស្ដែងយើងមិនមែនជាការយកមកពីផ្សារច្រកមកពីគេស្រាប់ហើយយើងយកមកចាក់ធ្វើឈប់ដាក់ខ្លងគឺអត់ទេយើងអាចរកស៊ីបោកប្រាំងអញ្ចឹងបានទេវាបាបអញ្ចឹងមានតែការធ្វើការពិតប្រាកដលក់ដូរពិតប្រាកដធ្វើដោយខ្លួនឯងពិតប្រាកដបាននាងខ្ញុំហ៊ានយកមកដាក់លក់បើសិនជានាងខ្ញុំអត់ធ្វើដោយផ្ទាល់ដៃទេគឺនាងខ្ញុំមិនហ៊ានទេពូខ្លាចចំរបស់អត់សុទ្ធបងប្អូនឃើញហើយគ្នាខ្ញុំគឺពីអ្នកគ្នាខ្ញុំពេលណាទៅណេគឺឆ្លៀតពេលក្នុងការឆ្លក់ជូនដល់ភ្ញៀវព្រោះពេលខ្លះយើងការងារផ្ទះផងរស់ស៊ីផងដល់អញ្ចឹងពេលខ្លះយើងឆ្លក់អត់តនេះអញ្ចឹងបងប្អូនមើលជាក់ស្ដែងអត់មានថារឿងគត់ទេមានទៅលើជូនដល់បងប្អូនហើយបងប្អូនញ៉ាំនៅទំនុកចិត្តហើយបើសិនជាបងប្អូនថាអត់ចេះញ៉ាំទេមកឆាតមកប៊ីប្រាប់ពីរបៀបញ៉ាំធ្វើមិនឲ្យឆ្ងាញ់ហើយញ៉ាំទៅស្រួលខ្លួនទៀតអញ្ចឹងមិនថាសម្រាប់របស់ធម្មជាតិអត់ដូចរបស់ដែលថាគេច្នៃផ្សំពីគ្រឿងផ្សេងទេវាខុសគ្នាគឺលក្ខណៈថាស្អាតដោយសន្សំដែលការខំប្រឹងព្យាយាមយើងថែអត់ទាន់បានផលភ្លាមទេកុំចាំថាចង់បានចង់បានអីសាច់ចាំភ្លាមណូសម្រាប់ក្បាលល្មៀតនេះមួយគឺយើងអត់មានឲ្យសាច់សបច្ចៈហើយបច្ចៈទៀតវាគ្រាន់តែជួយឲ្យការមរតកបងប្អូនដើរស្រួលហើយមួយវិញទៀតបងប្អូនញ៉ាំជាមួយទឹកដោះគោក្តៅធ្វើឲ្យបងប្អូនគេងលក់ស្រួលហើយអ្វីដែលសំខាន់បងប្អូនដែលមានសរសៃខ្ចីបងប្អូនត្រូវញ៉ាំជាមួយបល័យគឺរឹតតែល្អអានេះគេហៅថាសាច់ភ្លឺពីខាងក្នុងអញ្ចឹងបងប្អូនណារបស់ធម្មជាតិពីជីដូនជីតាយើងមកយើងញ៉ាំបែបធម្មជាតិវាអត់មានហានិភ័យទេហើយនេះគឺជាការធ្វើយើងផ្ទាល់ដៃដែលយើងមុននឹងយើងចម្រាញ់ទៅជាម្សៅក្បាលល្មៀតបងប្អូនយើងចិត្តឲ្យស្អាតហើយបងប្អូនឃើញទេពេលខ្លះយើងទិញមកយើងចាំបល័យឬក៏ល្មៀតដែលវាស្អុយក៏យើងចោលដែរអញ្ចឹងមិនថាបងប្អូនតម្រាំចេញជាម្សៅបល័យម្សៅក្បាលល្មៀតគឺថាតើតាអ្នកនឹងគាត់ឧស្សាហ៍មែនតែនព្រោះត្រូវការចំណាយពេលវេលាក្នុងការធ្វើហើយបើថាអ្នកខ្ជិលវិញគឺគាត់ខ្ជិលហើយធ្វើមិនកើតទេទិញស្រាប់ទៅណាបងប្អូនហើយបើរកកន្លែងទិញអត់ឃើញមកកន្លែងចែកប៊ីមកដល់កន្លែងហាងប៊ីសាឡុនស្ប៉ាមកតែធ្វើហើយថ្មីទេអញ្ចឹងមិនថាបងប្អូនបន្ទាប់ពីយើងហាស្ងួតហើយយើងចាប់ផ្ដើមដល់វគ្គយើងកិនហើយយើងមិនមែនកិនតែមួយសាបងប្អូនយើងកិន2សាបន្ទាប់មកបានយើងដាក់ចូលទៅក្នុងរែងកញ្ឆេងម្ដងទៀតហើយរែងមិនរែងតែម្ដងទៀតរែងទៅម៉ត់បងប្អូនចឹងមិនថាមួយតម្រុំទៅយើងបានជាមួយនឹងម្សៅក្បាលល្មៀតម្សៅបល័យគឺយើងសម្រិតសម្រាំងរែងឡើងម៉ត់ល្អមែនទែនជូនទៅដល់អតិថិជនដើម្បីគាត់ប្រសាទទៅកាន់តែងាយស្រួលហើយសម្រាប់ម្សៅបល័យក្បាលល្មៀតបងប្អូនធ្លាប់ញ៉ាំរបស់សុទ្ធហើយបងប្អូនធ្លាប់ទិញពីគេប្រៀបធៀបមើលថាតើពីនឹងគុណភាពយ៉ាងណាបងប្អូនប្រកាសជាដឹងហើយសម្រាប់មួយដែលគាត់អត់ទាន់បានសាកអាចកំងសាកបានជាមួយនឹងកន្លែងចែកប៊ីឬក៏មកដល់ទីតាំងហាងយើងផ្ទាល់តែម្ដងក៏បានដែរអរគុណ